សរុបមកក្រោយឆាកគឺជារហស្សនាមដែលគេដាក់ឲ្យលោកអូសាវ៉ាអ៊ីជីរ៉ូដែលជាអ្នកនយោបាយជប៉ុនមួយរូបដែលគ្រប់គ្នាមិនអាចមើលរំលងតើលោកអូសាវ៉ាអ៊ីជីរ៉ូមានប្រវត្តិយ៉ាងដូចម្តេចខ្លះចំពោះប្រវត្តិនិងបរិបត្តិជីវិតដំបូងលោកអូសាវ៉ាអ៊ីជីរ៉ូកើតនៅថ្ងៃទី24ខែឧសភាឆ្នាំ1942ក្នុងកំឡុងសង្គ្រាមលោកលើកទី2ជាពេលវេលាដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុនការចាប់កំណើតនិងការលូតលាស់របស់លោកស្ថិតនៅក្រោមស្រមោលនៃសង្គ្រាមការបំផ្លាញនិងការផ្លាស់ប្តូររចនាសម្ព័ន្ធរដ្ឋជាតិបន្ទាប់ពីសង្គ្រាមបរិបទនេះបានបង្ហាញដល់សំខាន់ក្នុងការបង្កើតទស្សនៈនយោបាយនិងការយល់ដឹងអំពីអំណាចរដ្ឋរបស់លោកនៅពេលក្រោយលោកប្រសូតនៅក្នុងតំបន់អូកាជីម៉ាជីសង្កាត់ស៊ីតាយ៉ាទីក្រុងតូក្យូលោកជាកូនប្រុសច្បងរបស់លោកអូសាវ៉ាសាអេគីដែលជាមេធាវីនិងជាអ្នកនយោបាយដ៏មានឥទ្ធិពលមកពីខេត្តអ៊ីវ៉ាតេស្ថិតនៅក្នុងគ្រួសារអ្នកនយោបាយបានធ្វើឲ្យលោកស្គាល់យ៉ាងឆាប់រហ័សអំពីពិភពអំណាចការប្រកួតប្រជែងនិងការទទួលខុសត្រូវសាធារណៈអាយុប្រហែល3ឆ្នាំដោយសារការវិឆ្មក់តាមអាកាសយ៉ាងធ្ងន់ធ្ងរនៅទីក្រុងតូក្យូគ្រួសាររបស់លោកអូសាវ៉ាត្រូវបានជម្លៀសទៅទីក្រុងមីស៊ូសាវ៉ាខេត្តអ៊ីវ៉ាតេការផ្លាស់ប្ដូរនេះមិនត្រឹមតែជាវិធានសុវត្ថិភាពទេប៉ុន្តែថែមទាំងធ្វើឲ្យលោកអូសាវ៉ាអ៊ីជីរ៉ូមានការតបជួបយ៉ាងជ្រាលជ្រៅជាមួយនឹងតំបន់ជនបទនិងសង្គមមូលដ្ឋានដែលនៅពេលក្រោយបានក្លាយជាមូលដ្ឋានបោះឆ្នោតសំខាន់បំផុតរបស់លោកចំពោះប្រវត្តិសិក្សានិងការបង្កើតបុគ្គលិកលក្ខណៈយុវជនអូសាវ៉ាអ៊ីជីរ៉ូបានចាប់ផ្ដើមការសិក្សានៅសាលាបឋមសិក្សាមីស៊ូសាវ៉ានិងបន្តនៅវិទ្យាល័យមីស៊ូសាវ៉ាស៊ីធីតូគីវ៉ាមុនពេលផ្ទេរត្រឡប់ទៅតូក្យូការរស់នៅទាំងក្នុងទីក្រុងធំនិងតំបន់ជនបទបានធ្វើឲ្យលោកយល់ដឹងពីភាពខុសគ្នារវាងជីវភាពប្រជាជនក៏ដូចជាបញ្ហាសេដ្ឋកិច្ចនិងសង្គមដែលជប៉ុនត្រូវប្រឈមបន្ទាប់ពីចប់ពីវិទ្យាល័យលោកបានចំណាយពេល2ឆ្នាំត្រៀមប្រឡងចូលសាកលវិទ្យាល័យមុនពេលចូលរៀននៅនាយកដ្ឋានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យខេអូទោះបីជាសិក្សាផ្នែកសេដ្ឋកិច្ចក៏ដោយការចាប់អារម្មណ៍ពិតប្រាកដរបស់លោកគឺផ្នែកច្បាប់និងរចនាសម្ព័ន្ធរដ្ឋគំនិតរបស់លោកមិនបានកំណត់ត្រឹមការគណនាសេដ្ឋកិច្ចទេប៉ុន្តែផ្ដោតលើអំណាចច្បាប់និងការគ្រប់គ្រងជាតិអំឡុងពេលសិក្សាគេតែងហៅឈ្មោះលោកថាអូតូចាងដែលមានន័យថាឪឬក៏ប៉ាដោយសារតែបុគ្គលិកលក្ខណៈស្ងប់ស្ងាត់មានភាពធ្ងន់ធ្ងរនិងទំនួលខុសត្រូវខ្ពស់របស់លោកទោះបីជានៅវ័យក្មេងក៏ដោយមរណភាពភ្លាមរបស់ឪពុកនៅឆ្នាំ1968បានក្លាយជាចំណុចបំផ្លាញជីវិតដ៏សំខាន់រឿងរ៉ាវនេះបានធ្វើឲ្យលោកបោះបង់ទម្រង់ក្លាយជាមេធាវីហើយបង្វែរខ្លួនចូលនយោបាយដើម្បីបន្តមរតកនយោបាយនិងឥទ្ធិពលរបស់គ្រួសារចំពោះអាជីពនយោបាយនិងតួនាទីជាអ្នកកែតម្រង់អំណាចអូសាវ៉ាអ៊ីជីរ៉ូមិនមែនជាអ្នកនយោបាយធម្មតាប៉ុន្តែជាមនុស្សដែលចង់រៀបចំរចនាសម្ព័ន្ធអំណាចឡើងវិញចាប់ពីសម័យនៅគណៈបកប្រជាធិបតេយ្យសេរី LDP រហូតដល់ការបង្កើតគណៈបកថ្មីលោកតែងតែមានបំណងធ្វើឲ្យជប៉ុនផ្លាស់ប្ដូរពីប្រព័ន្ធអំណាចដែលផ្ដោតលើមន្ត្រីរាជការទៅជាប្រព័ន្ធដែលអ្នកនយោបាយមានតួនាទីដឹកនាំពិតប្រាកដការបង្កើតគណៈបកសេរីនិយមឆ្នាំ1998និងការចូលរួមក្នុងរដ្ឋាភិបាលចម្រុះជាមួយនឹង LDP បានបង្ហាញពីសមត្ថភាពយុទ្ធសាស្ត្រនយោបាយរបស់លោកទោះបីជាត្រូវគេរិះគន់ថាអ្នកប្រើអំណាចនៅពីក្រោយឆាកក៏ដោយលោកបានជំរុញកំណែទម្រង់សភាកាត់បន្ថយអាសនៈបង្កើនប្រព័ន្ធគណៈបក2និងពិភាក្សាអំពីការកែប្រែរដ្ឋធម្មនុញ្ញដែលជាបញ្ហាធំក្នុងនយោបាយជប៉ុននៅក្រៅសង្គ្រាមបញ្ហាច្បាប់និងការប្រឈមមុខនឹងវិបត្តិសំណុំរឿងរីគូសាន់កៃនិងការចោទប្រកាន់ពាក់ព័ន្ធនឹងមូលនិធិនយោបាយបានធ្វើឲ្យឥទ្ធិពលនយោបាយរបស់លោកអូសាវ៉ាអ៊ីជីរ៉ូថយចុះយ៉ាងខ្លាំងទោះបីជាលោកមិនត្រូវបានកាត់ទោសជាចុងក្រោយក៏ដោយព្រឹត្តិការណ៍នេះបានបង្ហាញពីការប្រឈមរវាងអំណាចនយោបាយនិងប្រព័ន្ធយុត្តិធម៌នៅជប៉ុននិងការបង្កើតការបែងចែកយ៉ាងខ្លាំងក្នុងគណៈបកប្រជាធិបតេយ្យជប៉ុនតួនាទីក្នុងគ្រាអាសន្ននិងមរតកនយោបាយនៅពេលមានគ្រោះមហន្តរាយរញ្ជួយដីនិងស៊ូណាមីនៅក្នុងឆ្នាំ2011លោកអូសាវ៉ាអ៊ីជីរ៉ូបានបង្ហាញពីការភ្ជាប់ចិត្តយ៉ាងជ្រាលជ្រៅជាមួយនឹងខេត្តអ៊ីវ៉ាតេដែលជាស្រុកកំណើតរបស់លោកបានដើរតួនាទីជាអ្នកសម្របសម្រួលរវាងរដ្ឋាភិបាលកណ្ដាលនិងមូលដ្ឋានដើម្បីផ្ដល់ការជួយសាងសង់ឡើងវិញជាយូរអង្វែងជារួមមកលោកអូសាវ៉ាអ៊ីជីរ៉ូគឺជាតួអង្គសំខាន់នៅក្នុងនយោបាយជប៉ុននៅក្រៅសង្គ្រាមដែលមានទាំងអ្នកគ្រប់គ្រងនិងអ្នកប្រឆាំងយ៉ាងខ្លាំងផងដែរបើទោះបីជាលោកជាគណៈបកប្រឆាំងតែមរតករបស់លោកមិនត្រឹមតែជាចំនួនអាសនៈឬតំណែងនយោបាយទេប៉ុន្តែជាការបង្កើតការពិភាក្សាអំពីរបៀបដែលអំណាចគួរត្រូវបានប្រើនិងរបៀបដែលប្រជាធិបតេយ្យជប៉ុនគួរត្រូវបានកែតម្រង់